ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជា vlog ដំបូងរបស់ខ្ញុំក្នុងនាមជាសិស្សផ្លាស់ប្ដូរការសិក្សានៅប្រទេសអាល្លឺម៉ង់ហើយនៅក្នុងវីដេអូនេះផងដែរគឺជាដំណើរកម្សាន្តទៅលេងបងជីដូនមួយខ្ញុំនៅប្រទេសស្វីសពេលនេះម៉ោង 4:50 នាទីខ្ញុំបានចេញពីដមសាលាខ្ញុំឆ្ពោះទៅបារតែភ្លើងដែលមានចម្ងាយប្រហែល 1.7 គីឡូម៉ែត្រពីសាលាខ្ញុំទៅហើយដើរទៅប្រហែលជាកន្លះម៉ោងដល់ពេលមកដល់ស្ថានីយ៍អទេសភ្លើងខ្ញុំត្រូវបាន delay រយៈពេល1ម៉ោងអញ្ចឹងទៅខ្ញុំបានទិញនំប៉័ងហើយនិងសូកូឡាក្តៅដើម្បីអង្គុយចាំអទេសភ្លើងហើយឥឡូវអទេសភ្លើងបានមកដល់ហើយអញ្ចឹងយើងចាប់ផ្ដើមចេញដំណើរហើយនេះគឺជាទេសភាពពេលព្រឹកនៅប្រទេសអាល្លឺម៉ង់ហើយឥឡូវនេះខ្ញុំបានមកដល់ស្ថានីយ៍អទេសភ្លើង Frankfurt ដែលវាជាស្ថានីយ៍អទេសភ្លើងកណ្ដាលមួយដែលអ្នកដំណើរអាចធ្វើដំណើរជុំវិញអឺរ៉ុបបានហើយនៅក្នុងអទេសភ្លើងនេះគឺជាកៅអី first class ដែលមានអ្នកដំណើរមួយចំនួនគាត់បានច្រឡំអង្គុយនៅកៅអីហ្នឹងទាំងដែលគាត់បានកក់សំបុត្រ second class នេះគឺជាទិសដៅរបស់អទេសភ្លើងដែលជិះពី Frankfurt ទៅដល់ទីក្រុង Milan នៃប្រទេសអ៊ីតាលីហើយឥឡូវនេះខ្ញុំបានមកដល់ស្ថានីយ៍អទេសភ្លើង Basel នៅក្នុងប្រទេស Switzerland ហើយខ្ញុំត្រូវបដូរអទេសភ្លើង2ទៀតដើម្បីឆ្ពោះទៅផ្ទះបងជីដូនមួយរបស់ខ្ញុំអូហើយបងប្អូនដឹងអត់ថាទីក្រុង Basel នេះគឺជាចំណុចកណ្ដាលនៃ3ប្រទេសគឺប្រទេស Swiss អាល្លឺម៉ង់និងប្រទេសបារាំងហើយបើអ្នកទាំងអស់គ្នាបានដើរមកជុំនៃវងមូលនេះមានន័យថាអ្នកទាំងអស់គ្នាដើរបាន3ប្រទេសហើយនេះគឺជារោងចក្រផលិតនាឡិកា Rolex ដែលស្ថិតនៅក្នុងទីក្រុង Peterland នៅគៀនផ្ទះរបស់បងខ្ញុំហើយពេលបានមកដល់ផ្ទះបងជីដូនមួយខ្ញុំគាត់បានរៀបចំសែនទេវតាចូលឆ្នាំថ្មីនៅថ្ងៃបន្ទាប់គឺជាថ្ងៃដើរលេងដំបូងដែលពួកយើងបានទៅលេងភ្នំតកោ Alpsហើយខ្ញុំមានសំណាងមែនទែនដែលមកលេងខែ4ហើយនៅមានតកោដោយសារម្សិលមិញថ្ងៃដែលខ្ញុំមកហ្នឹងនៅតំបន់ភ្នំមានធ្លាក់ព្រិលកម្ពស់ប្រហែលជា7 ម៉ែត្រជាងឥឡូវពួកយើងបានមកដល់ភូមិឡោជប៉ុនហើយភូមិនេះគឺជាភូមិមួយដ៏ល្បីសម្រាប់ភ្ញៀវទេសចរនៅក្នុងប្រទេសស្វីសដោយសារភូមិនេះហ៊ុំព័ទ្ធទៅដោយភ្នំតកោ Alps និងមានទឹកជ្រោះ Starbuck ដែលអ្នកទាំងអស់គ្នាឃើញនៅគៀនមិញហើយភូមិនេះមើលទៅដូចចេញពីរឿងព្រេងនិទានអញ្ចឹងឥឡូវពួកយើងបានមកដល់កន្លែងចតឡានហើយយើងទិញសំបុត្រដើម្បីជិះ cable car ទៅលើភ្នំមើលភូមិ Urenពេលខ្ញុំឡើងមកដល់លើភ្នំហើយនៅក្នុងភូមិ Uren នេះខ្ញុំមានអារម្មណ៍ថាជីវិតយើងដូចនៅក្នុងរឿងនិទានអញ្ចឹងគឺវាស្អាតខ្លាំងដោយសារមានសភាពតកកធ្លាក់ផងហើយនឹងផ្ទះរបស់ប្រជាជនគេគឺស្អាតមែនទែនMaybe we'll walk past the hotel, like right on the edge, and then we had a balcony. I'm out there. បន្ទាប់មកនេះយើងចុះមកក្រោមវិញដើម្បីទៅទស្សនាភូមិឡោជប៉ុនមិញហ្នឹងដោយសារមិញហ្នឹងជិះកាត់ដែរប៉ុន្តែ
មានភ្ញៀវទេសចរច្រើនហើយយើងពិបាករកកន្លែងចតឡានអញ្ចឹងទៅក៏យើងទៅភូមិយូរិនមុនទៅ ហើយបន្ទាប់មកពួកយើងបានបន្តដំណើរទៅលេងទីក្រុង Interlaken ទីក្រុង Interlaken នេះវាស្ថិតនៅចំកណ្ដាលនៅចន្លោះពីបឹងធំៗគឺបឹង Thun ហើយនិងបឹង Bren ហើយនេះគឺជាសកម្មភាពចោះចតរបស់ភ្ញៀវទេសចរដែលគាត់ជិះឆាត់យងពីលើភ្នំមកគឺចោះចតនៅទីក្រុង Interlaken ហ្នឹងឯងបាទ បន្ទាប់មកពួកយើងក៏បានបន្តដំណើរមកលេងក្រុង Unterseen ដែលក្រុងនេះនៅគៀន Interlaken ដែរប៉ុន្តែជាប់ដោយបឹង Thun ហើយពេលនេះគឺម៉ោង 7 យប់ហើយតបមកក៏យើងបានឆ្ពោះទៅផ្ទះវិញហើយមកដល់ផ្ទះវិញបងខ្ញុំបានទិញសូកូឡាហើយនិងផ្លែឈើដើម្បីញ៉ាំជុំគ្នាហើយសូកូឡាស្វីសគឺឆ្ងាញ់មែនទែនហើយឥឡូវនេះថ្ងៃបន្ទាប់ពួកយើងបានធ្វើដំណើរទៅលេងទីក្រុង Thun ដែលជាទីក្រុងដែលជាប់នឹងជាមួយនឹងបឹង Thun មកហើយអ្នកទាំងអស់គ្នាកុំគិតថាប្រទេសស្វីសអត់នៅជាប់សមុទ្រមែនហើយ surfing អត់បានណានេះគឺជាសកម្មភាពដែលប្រជាជនគេជិះស្គីនៅក្នុងស្ទឹងនៃទីក្រុង Thun បាទតបមកខ្ញុំក៏ឃ្លាន burger ហើយយើងក៏បានចូល McDonald ហើយអ្នកនរគ្នាត្រូវចាំថានៅស្វីស
យើងអាចយករបស់អីក្រៅមកញ៉ាំនៅក្នុងហាងបាននេះសូម្បីតែទឹកសុទ្ធហើយនេះគឺជាស្ថានីយ៍ទេសភ្លើង SBB របស់ទីក្រុងធូនជាប់ដោយភ្នំតកកមើលទៅស្អាតមែនទែនពេលយើងដើរកាត់ទៅហើយថ្ងៃបន្ទាប់ដោយសារភ្លៀងច្រើនពេកក៏ពួកយើងសម្រេចចិត្តមកលេងបឹងមួយនៃទីក្រុងបៀលដែលមានចម្ងាយជិតពីផ្ទះបងខ្ញុំហើយទោះបីជាភ្លៀងហើយទឹករៀងល្អក់ក៏ដោយក៏បឹងនេះមានទេសភាពស្អាតមែនទែនបន្ទាប់មកពួកយើងក៏បន្តដំណើរទៅមើលទឹកជ្រោះ Taubenloch Sluice ដែលពួកយើងត្រូវដើរឡើងប្រហែលជាកន្លះម៉ោងដើម្បីទៅដល់ទឹកជ្រោះហ្នឹងបន្ទាប់ពីឃើញទឹកជ្រោះនៅលើហើយក៏យើងទៅដំណើរត្រឡប់ទៅវិញហើយដូចអ្នកនរនេះឃើញអញ្ចឹងផ្លូវឡើងគឺអញ្ចឹងឯងប៉ុន្តែអត់ហត់ទេដោយសារទេសភាពនៅគៀនហ្នឹងគឺស្អាតធ្វើឲ្យយើងភ្លេចអារម្មណ៍ហត់អស់លេងហើយដោយសារអាកាសធាតុអត់សូវល្អអញ្ចឹងក៏ពួកយើងសម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅពេលតាមផ្លូវមកផ្ទះវិញខ្ញុំក៏សួរបងខ្ញុំថាហេតុអីបាននៅអឺរ៉ុបគេសម្បូរដាំផ្កាពណ៌លឿងហ្នឹងម៉េចតបមកក៏គាត់នាំខ្ញុំចុះមើលហើយផ្កាហ្នឹងគេហៅថាផ្កា Rapeseed ហើយគេយកវាទៅធ្វើជាប្រេងដើម្បីធ្វើម្ហូបហើយផ្កាហ្នឹងនៅគៀនរោងចក្រ Rolex ហ្មងថត Rolex ថតអីណាហើយថ្ងៃបន្ទាប់ពួកយើងមកទីក្រុង Bern ដើម្បីមកលេងបងប្អូនហើយនឹងដើរមើលជុំវិញទីក្រុងហើយកដាលហ្នឹងវងមូលងំហើយនេះគឺជាកន្លែងធ្វើការរបស់វិធានាធិបតីប្រទេសស្វីសហើយនឹងជាធនាគារជាតិនៅស្ថិតនៅក្នុងទីក្រុង Bern ហើយនៅក្រោមហ្នឹងគឺសុទ្ធតែមាសហ្មងអញ្ចឹងទៅគេមានប៉ូលីសគេការពារតឹងតែងហើយនៅក្នុងទីក្រុង Bern នឹងផងដែរក៏មានខ្លាឃ្មុំដែលគេចិញ្ចឹមហើយភ្ញៀវទេសចរមួយទៅគឺអត់ផុតពីកន្លែងហ្នឹងឯងគឺគេទៅមើលខ្លាឃ្មុំហ្នឹងគឺល្បីសម្រាប់ទីក្រុង Bern ហ្មងហើយបន្ទាប់មកក៏ពួកយើងបានឡើងលើភ្នំដើម្បីមើលទេសភាពទីក្រុងពីលើមក
ហើយពួកយើងក៏បានទៅលេងផ្ទះរបស់លោក Einstein ដែរដែលស្ថិតនៅក្នុងទីក្រុងនឹងដែរហើយដោយសារគេឲ្យថតវីដេអូនៅក្នុងហ្នឹងក៏ថតបានតែប៉ុណ្្នឹងហើយនេះគឺជានាឡិកានៅក្នុងក្រុងហ្នឹងដោយម៉ោង5វារោពេលមកដល់ផ្ទះវិញបងខ្ញុំក៏គាត់បានធ្វើម្ហូបraclette ដែលជា cheese គេអាំងនៅក្រោមហ្នឹងទៅហើយគេយកវាហូបជាមួយនឹងដំឡូងស្ងោរដំឡូងបារាំងស្ងោរហើយរសជាតិវាឆ្ងាញ់មែនទែនហើយ cheese គឺគេមានច្រើនប្រភេទហើយគឺឆ្ងាញ់ទាំងអស់ប៉ុន្តែដោយសារខ្ញុំអត់សូវចេះញ៉ាំ cheese ច្រើនក៏គាត់ធ្វើរបៀបជាកូនកាត់ដាក់សាច់អាំងពីលើហើយ cheese អាំងនៅពីក្រោមប៉ុន្តែឆ្ងាញ់មែនទែនហើយថ្ងៃនេះគឺថ្ងៃចុងក្រោយរបស់ខ្ញុំដែលខ្ញុំត្រូវត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញហើយប៉ុន្តែខ្ញុំត្រូវជិះកាត់ទីក្រុង Zurich អញ្ចឹងទៅខ្ញុំចេញពីផ្ទះរបស់បងខ្ញុំឆ្ពោះទៅលេងទីក្រុង Zurich នេះគឺជាទស្សនវិជ្ជាដែលយើងចេញពីស្ថានីយ៍តែភ្លើង Zurich មកហើយខ្ញុំក៏បានដើរតាមផ្លូវដែលគេល្បីគឺផ្លូវនេះខ្ញុំដាក់នៅខាងក្រោមហើយគឺមាន brand ធំជាច្រើនមែនទែនហើយក៏មានប្រជាជនហើយនិងភ្ញៀវទេសចរជាច្រើនបានមក shopping នៅទីនេះដើរមកត្រង់រហូតក៏មកដល់បឹងនៃទីក្រុង Zurich ហើយបឹងនេះគឺស្អាតដោយសារយើងអាចឃើញភ្នំតកកនៅខាងមុខបានហើយនឹងមានភ្ញៀវទេសចរច្រើនមែនទែនគេមកដើរតាមមាត់បឹងនេះពេលនៅ Zurich ហ្នឹងខ្ញុំអត់បានដើរលេងច្រើនទេដោយសារជាប់បាលីហើយដោយសារពេលហ្នឹងខ្ញុំអត់ទាន់ដឹងថាស្ថានីយ៍អតិភ្លើង SBB ភាគច្រើននៅ Swiss គឺគេមាន safe service សម្រាប់យើងផ្ញើវ៉ាលីនៅនឹងអញ្ចឹងហើយតម្លៃអត់ថ្លៃចាប់ពី5ទៅដល់12 franc តាមទំហំវ៉ាលីអញ្ចឹងដំណើរកម្សាន្តនៅប្រទេស Switzerland របស់ខ្ញុំចប់ត្រឹមហ្នឹងហើយអរគុណច្រើនបងប្អូនដែលបានទស្សនាពីដើមដល់ចប់និងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ